ប្រនេះពីមួយនេះ Master Lu ក៏បកស្រាយឲ្យថាលោកម្ចាស់ប្រកាសជាយកច្រឡំហើយដោយសារតែខ្ញុំបានលើថាអ្នកត្រូវការអ្នកធ្វើចំការអញ្ចឹងទៅដូច្នេះហើយខ្ញុំក៏បានដាក់ពាក្យមកធ្វើចំការនេះដែរតែគេក៏បានគិតថាខ្ញុំត្រូវតែចាប់នៅឱកាសល្អមួយនេះនិយាយហ្វងក៏បាននិយាយផងថាប៉ុន្តែណាយើងពិតជាបានប្រកាសនៅរឿងនេះពិតមែនក៏ប៉ុន្តែឯមិនត្រូវធ្វើកាយវិការបែកនៅចំពោះយើងបែបនេះទេយើងពិតជាមិនចូលចិត្ត Master Lu ក៏បានតបថាមិនអីទេលោកម្ចាស់ក៏ប៉ុន្តែតើខ្ញុំគួរធ្វើការងារអ្វីទៅក៏ព្រោះថាបទចាទាំង3គាត់បានយកអស់ហើយហ្នឹងយីហ្វងក៏បាននិយាយថាការងារវានៅសល់មួយទៀតក៏ប៉ុន្តែតើឯងអាចធ្វើវាបានឬអត់គេក៏បានឆ្លើយទៅលឿនថាប៉ុន្មានហើយខ្ញុំប្រកាសជាអាចធ្វើបានអ្នកឆាប់ប្រាប់ខ្ញុំភ្លាមមកយីហ្វងក៏បានតបថាវាគឺជាការងារជ្រើសរើសលីមួឬដូច្នេះ Master Lu ក៏ពិតជាគៀងយីហ្វងក៏បកស្រាយទៅថាដោយសារតែឯងនឹងវាចាស់ខ្លាំងពេកដូច្នេះហើយការងារមួយនេះវាពិតជាស្រាលបើតាមកាយវិការរបស់ឯងបានបញ្ជាក់ឲ្យថាឯងពិតជាសប្បាយចិត្តខ្លាំងណាស់មើលទៅតែ Master Lu តាឆឹងក៏បានគិតឲ្យថាក្តីសម័យរបស់ខ្ញុំគឺចង់បានទៅកាន់អាវុធដ៏បរិសុទ្ធទាំងអស់នោះក៏ប៉ុន្តែពេលនេះវាបែរទៅជាអបិលទៅវិញអញ្ចឹងមិនអីនោះទេអ្វីក៏ដោយក៏ខ្ញុំយកព្រមធ្វើផងដែរមកលោកម្ចាស់ទៅកិច្ចការមួយនេះឲ្យខ្ញុំទៅចុះនោះខ្ញុំនឹងមិនធ្វើអ្នកខកចិត្តនោះទេយីហ្វងក៏បញ្ជាក់ថាខ្ញុំប្រាប់អ្នកឲ្យថានៅពេលអ្នកហ៊ានតែបោះបង់ការងារនៅពេលកណ្ដាលផ្លូវខ្ញុំគិតថាខ្ញុំឆ្លើយអីសោះគេក៏បានតបថាសូលោកម្ចាស់កុំបារម្ភអីខ្ញុំប្រកាសជានឹងយកវាអស់យកតែម្ដងបើអញ្ចឹងឯងឆាប់មកជាមួយនឹងយើងភ្លាមមកលូតាឆឹងក៏បានគិតថាវាពិតជាល្អខ្លាំងណាស់តែប៉ុណ្ណេះចាប់ពីថ្ងៃនេះតទៅជីវិតរបស់គេនឹងប្រកាសជាឡើងដល់កំពូលជាមិនខានកាត់មកកាន់កាស្ថានវិញលោកតាម្នាក់ក៏បានលើកឡើងថាវាពិតជាមានមនុស្សតិចខ្លាំងណាស់ដែលជ្រើសរើសនៅការងារដ៏កក្រិចបែបនេះតែយើងក៏សង្ឃឹមថាឯងនឹងរើដុំចុចទាំងអស់នោះអត់ទៅចោលលូតាឆឹងក៏បានឆ្ងល់ហើយថាលោកម្ចាស់ហេតុបានជាធំមួយនេះមិនមែនជារបស់អ្នកយេហ្វឹងក៏ប្រាប់ទៅថាប៉ុន្មានហើយធំមួយនេះខ្ញុំមិនមាននៅក្នុងផ្ទះនោះទេលូដូច្នេះបតិចាលូតាឆឹងបានទឹកភ្នែកយកតែម្ដងវាពិតជាខំពីការសម័យរបស់គេទៅទៀតឃើញដូច្នេះយេហ្វឹងក៏បានប្រាប់ទៅថាកុំរអួលច្រើនខ្លាំងពេកឥឡូវនេះកិច្ចការរបស់អ្នកកំពុងតែចាប់ផ្ដើមហើយវាពិតជាច្រើនខ្លាំងមែនទែនទោះបីជាមានក្លិនចុចខ្លាំងប៉ុណ្ណាក៏ដោយក៏បតិចាលូតាឆឹងនៅតែមិនបោះបង់ថាគាត់នឹងប្រកាសជានឹងធ្វើវាឲ្យតតែបានបន្ទាប់មកយេហ្វឹងក៏ប្រាប់ឲ្យបតិចាលូនឹងទៅការសភាប្រជាកម្មប៉ាហ្វងនាំទៅការចោលឈេងត្រឡប់មកកាន់សាលាបិទគុណវិញមកបតិចាលូក៏បានតបថាសូមលោកម្ចាស់កុំបារម្ភអីខ្ញុំប្រកាសជានឹងធ្វើវាភ្លាមកាត់មកក្នុងសភាប្រជាកម្មប៉ាហ្វងវិញបតិចាលូក៏សួរថាឡើងស៊ូតើចោលឈេងគេយ៉ាងម៉េចហើយនាងក៏តបថាដោយមានការមើលថែដោយសភាប្រជាកម្មប៉ាហ្វងឥឡូវនេះចោលឈេងរៀងគ្រាន់បើជាងមុនបន្តិចហើយតែទោះបីជាយ៉ាងណាក៏ដោយរបស់ចោលឈេងនៅតែមិនទាន់ប្រសើរឡើងនៅឡើយទេលើដូច្នេះបតិចាលូក៏បានគិតថាសមាបណ្ឌិតរួចហើយថាពីមុនចោលឈេងពិតជាមិនមានទេកសាក្នុងការហ្វឹកហាត់នោះទេក៏ប៉ុន្តែហើយបានជិលគ្រូយាយយកគាត់ធ្វើជាសិស្សបន្ទាប់មកយាយហ្វឹងក៏បញ្ចុចឆ្នាំទៅឲ្យចោលឈេងព្រមទាំងប្រាប់ឲ្យគេនឹងឆាប់ចិត្តនឹងខ្លួនវាមកថាពួកក៏បានសាយភាចេញពីរាងកាយរបស់ចោលឈេងធ្វើឲ្យបតិចាលូក៏ភ្ជាប់អាខ្លាំងមែនទែនត្រឹមតែមួយរំពេចឲ្យសាយឈាមនៅក្នុងខ្លួនរបស់គេត្រូវបានចាប់ផ្ដើមឡើងវិញតែម្ដងហើយគាត់ក៏មានការភ្ជាប់អាបន្ថែមទៀតក៏ព្រោះថាខ្សែឈាមមួយនេះមិនមែនជាខ្សែឈាមធម្មតាទេតែវាគឺជាខ្សែឈាមរបស់ព្រះបុរាណដែលព្រះមួយអង្គនេះផងដែរត្រូវបានបាត់បង់ជីវិតជាង7លានឆ្នាំណាស់មកហើយសូម្បីតែខ្សែឈាមរបស់គាត់ក៏បានបាត់បង់ផងដែរតែវាពិតជាមនុស្សស្មាតដល់ដែលលោកគ្រូយាយពិតជាបានដាក់ឲ្យខ្សែឈាមព្រះបុរាណមួយនេះភ្ញាក់ដឹងខ្លួនឡើងវិញមើលទៅរសារតែហេតុផលមួយនេះហើយទើបលោកគ្រូយាយយកចោលឈេងធ្វើជាសិស្សបើដូច្នេះមែនពួកយើងទាំងអស់គ្នាគ្រាន់តែជាចលនាមួយនៅក្នុងល្បែងអុកដែលគាត់បានលេងប៉ុណ្ណោះលោកម្ចាស់អ្នកពិតជាអស្ចារ្យខ្លាំងណាស់យាយហ្វឹងក៏បានតបថាប៉ុន្មានហើយវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះឃើញទឹកមកបែបនេះបតិចាលូក៏បន្តកើតមើលទៅទ្រង់គឺជាព្រះពុទ្ធតែមួយគត់នៅក្នុងលោកមួយនេះយាយហ្វឹងក៏ថាអ្នកមិនចាំបាច់មើលមកខ្ញុំខ្លាំងពេកនោះទេអ្នកគួរតែមើលចូលឈ្នះបានអស់សិនទៅឥឡូវនេះឆ្នាំនៅសល់បន្តិចដែលវាពិតជាជំនួយដល់រាងកាយរបស់អ្នកច្រើនខ្លាំងមែនទែនបតិចាលូក៏ពិតជារំភើបរួចក៏សួរបញ្ជាក់ថាតើលោកម្ចាស់ពិតជាផ្ដល់វាឲ្យយើងមែនទេយាយហ្វឹងក៏បានតបថាប៉ិនមែនហើយតែពេលនោះចៅឈីងក៏បានភ្ជាប់ដឹងខ្លួនត្រង់នឹងផងដែរមានដូចជាមិនយល់នោះទេចៅឈីងជាក្មេងប្រុសនោះទេក៏ប៉ុន្តែរូបរាងឯងពិតជាដូចស្រីខ្លាំងមែនទែនរួចហើយគេក៏ថាទាំងអស់នេះគឺដោយសារតែគេដែលគ្មានប្រយោជន៍ដូច្នេះហើយទៅធ្វើឲ្យលោកម្ចាស់យាយមានការលំបាកយាយហ្វឹងក៏ផ្ទុំឲ្យផាច់តើឯងកំពុងតែនិយាយមិនសម័យផលអ្វីហ្នឹងដរាបណាយើងនៅទីនេះប្រកាសជាគ្មានណាម្នាក់ហ៊ានយកជីវិតរបស់ឯងនោះទេចៅឈីងក៏ថាវាប្រែថាខ្ញុំពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះលោកម្ចាស់តែបើមានលើកក្រោយទៀតខ្ញុំប្រកាសជានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពយាយហ្វឹងក៏ថាបើមានលើកក្រោយឯងត្រូវតែរត់ជីវិតរបស់ឯងវាពិតជាមានសារៈសំខាន់ជាងអ្វីទាំងអស់លើដូច្នេះបតិចាលូក៏ពិតជារំភើបអស្ចារ្យខ្លាំងណាស់ពីសម្ដីមួយនេះវាពិតជាដូចពេលដែលឪពុករបស់គេបានមករៀនមកកាន់គេខ្លាំងមែនទែនស្រាប់តែពេលនោះមិនដឹងថាលបនឆ្កែចេញមកពីប្រឡោះណាក៏បញ្ញាប់ទៅលិតលបនយាយហ្វឹងយកតែម្ដងយាយហ្វឹងក៏បាននិយាយថាអាចឆ្កែតែឯងឈ្គូរហើយមែនទេដល់ឯងមិនឃើញទៅកាន់បតិចាលូទេមើលនេះបតិចាលូក៏ថាអញ្ចឹងខ្ញុំមិនចង់រំខានទៅកាន់បតិចាយាយទេឥឡូវនេះខ្ញុំសូមចេញទៅមុនហើយកាន់មកក្នុងនិកាយចេញសាងវិញកញ្ញាឡានស៊ូក៏បានសួរថាលោកគ្រូតើអ្នកមានកិច្ចការអ្វីមែនទេបតិចាលូក៏បាននិយាយថាឡានស៊ូឥឡូវនេះឯងខ្លាចជាមនុស្សសំណាងផននៅក្នុងទ្វីបភាសាចឹងរបស់យើងហើយកញ្ញាឡានស៊ូ
ស៊ូกับบ้านឆ្ងល់លោកគ្រូតាអ្នកចាំមានថាយ៉ាងម៉េចពុទ្ធិចាលោកក៏បកស្រាយទៅថាឡានស៊ូឯងក៏បានឃើញហើយតែចៅឈីងគេបានដើរនៅខ្សែឈាមព្រះបុរាណហើយនេះក៏អាចបញ្ជាក់បានថាទេកសាលរបស់លោកគ្រូយេវិពិតជាអស្ចារ្យហើយឆ្នាំវិទ្យាមន្តដែលគាត់បានបកគលមកឲ្យយើងវាក៏អាចដើរនៅខ្សែឈាមបានដែរញ្ញាឡានស៊ូក៏ពិតជាព្យាបាទពុទ្ធិចាលោកក៏បន្តថាអញ្ចឹងចាំឲ្យយើងសាឡបងសិនទៅលើឆ្នាំមួយនេះវិពលយើងទៅណាបន្ទាប់ពីផឹកលួយពុទ្ធិចាលោកក៏បានលន់មាត់ថាវិពិតជាអស្ចារ្យខ្លាំងណាស់រួចហើយក៏បានហត់ទៅខាងលើមេយកតែម្ដងកញ្ញាឡានស៊ូក៏ព្យាបាទផងដែរឥឡូវនេះលោកគ្រូបានតម្រាយទៅការនន្តការកំដានៃសាច់ក្បិតកូនមកទៅហើយមើលទៅឆ្នាំមួយនេះវិពិតជាមានឥទ្ធិពលដ៏ខ្លាំងហើយសមងក្រោយមកពុទ្ធិចាលោកក៏បានត្រឡប់មកវិញក៏បាននិយាយថាឥឡូវនេះយើងចង់ផឹកម្ដងទៀតរួចហើយក៏បកគោវាទៅឲ្យកញ្ញាឡានស៊ូព្រមទាំងប្រាប់ថាឯងកុំអើខ្ជិះខ្ជាយសោះកញ្ញាឡានស៊ូក៏ទូយកតែនាងក៏បានឆ្ងល់ថាគ្រូហើយបានជាអ្នកមិនហោះចេញទៀតទៅនិយាយមិនតន់តែចាប់ពីមាត់ផងពុទ្ធិចាលោកនឹងក៏បានហោះទៅខាងលើបាត់តែម្ដងនៅក្នុងករណីមួយនេះទៅហើយកញ្ញាឡានស៊ូក៏បានសម្រេចចាត់ផឹកទៅកាន់ឆ្នាំវេទមន្តមួយនោះបន្ទាប់ពីផឹករួចនាងក៏មានអារម្មណ៍ថាចុចខ្លាំងមែនទែនរួចហើយនាងក៏បានហោះចេញទៅជាមួយនឹងពុទ្ធិចាលោកតែម្ដងទៅពុទ្ធិចាលោកក៏សួរថាឡានស៊ូទៅឲ្យមានអារម្មណ៍យ៉ាងម៉េចដែរកញ្ញាឡានស៊ូក៏បានប្រាប់ទៅថាបន្ទាប់ពីនាងផឹករួចអារម្មណ៍របស់នាងគឺបានអណ្ដែតអណ្ដូងដូចជាចុចអញ្ចឹងហើយវាហាក់បីដូចជានាងបានដើរឆ្លងកាត់ខ្សែជីវិតអស់យ៉ាងច្រើនអញ្ចឹងដែរមិនត្រឹមតែប៉ុណ្ណោះទទួលបាននៅបទពិសោធន៍ថ្មីជាច្រើនទៀតតែពេលនេះវានៅសល់តែបន្តិចប៉ុណ្ណោះទោះបីជីវិតតិចក៏ដោយក៏វាអាចឲ្យខ្ញុំឡើងទៅការស្ដេចបិគុណបានដែរឃើញដូច្នេះពុទ្ធិចាលោកក៏បានស្រែកទៅឲ្យថាអាសាក្បត់ជាតែឯងចង់ក្បត់គ្រូមែនទេដោយសារតែវានៅសល់ចំហាយតិចពុទ្ធិចាលោកក៏បានបំបីកម្រិតបន្ថែមទៀតទៅគាត់ក៏បានពោលកំណាព្យមួយឃ្លាថាមុននឹងឈានចូលដល់ការប្រខាតអមតៈយើងត្រូវតែឆ្លងកាត់នៅរន្ទះឋានសួគ៌ទាំង19ជាមុនសិនហើយក្នុងពេលជាមួយនឹងគ្នានោះផងដែរអ្នកក៏និយមគ្រប់គ្រងកបៈពួកគេក៏ព្យាបាលឲ្យថាទៅពុននេះមេដឹកនាំរបស់យើងគាត់បានបំបីកម្រិតហើយក៏សូម្បីតែអ្នកបានស្លាប់ក៏ពួកគេបានក្រោកឈរឡើងវិញអបអរទៅកាន់និកាយឈិញសាងផងដែរហើយបរិសម្នាក់ក៏បានលើកឡើងថាទីបំផុតនៃការឈិញសាងគឺបានមានពន្លឺភ្លឺចែងចាំងនៅក្នុងទ្វីបសានជាងម្ដងទៀតហើយជំហានបន្តគឺនៅក្នុងសមុទ្រផ្កាយចំណែកឯយើងហ្វឹងវិញក៏បានចាក់បាសរំតែម្ដងមិនគួរផ្ដល់ចំឡើយអាមិនស្នេហ៍បងឡើយឲ្យទីយកជាចាក់មកចាក់ចូលរបាយទាំងអស់ចាក់មកចាក់ចូលរបាយទាំងអស់តែស្រាប់តែពេលនោះគាត់ក៏បានធំខ្លួនអ្វីដូចជាចុចហើយយើងក៏បានឃើញហើយថា Master Luta Shang គាត់ក៏បានមករំនឹងគេដែរតែទោះបីជាមានធំខ្លួនអ្វីក៏ដោយក៏ពួកពុទ្ធិចាទាំងអស់នោះនៅតែរំចេញយេហ្វឹងក៏បានកើតហើយថាជីវិតពិតជាសំណាងខ្លាំងណាស់ដែលភារកិច្ចរបស់ System គឺគាត់ទៅចង់ឲ្យខ្ញុំលេងខ្ចានៅលេងអុកព្រមទាំងអសរផ្ចំប៉ុន្តែឥឡូវនេះខ្ញុំគួរតែដាក់បទ rap មួយហើយមិនគួរដល់ចំឡើយអាមិនស្នេហ៍បងឡើយឲ្យទីយកជាចាក់មកចាក់ចូលរបាយទាំងអស់តែចំណែកឯដែលលបងឆ្កែគេក៏បាននឹកឃើញអំពីតៃតកាដែលត្រូវបានលោកឪពុករបស់គេនឹងបណ្ដេញចាក់ចេញពីកុសលពន្ធព្រមទាំងឲ្យគេនឹងធ្វើជាមនុស្សធម្មតាផងដែរលបងឆ្កែមិនសូវចិត្តនោះទេក៏ព្រោះថារឿងទាំងអស់នោះគេមិនមែនជាអ្នកធ្វើនោះទេព្រោះតែចាំម្នាក់ក៏ថាយើងបានឃើញឯងចូលទៅក្នុងវិមានដ៏បរិសុទ្ធនៅពាក់កណ្ដាលយប់ទៅឯងមានអីបោះតែទៀតទៅតើបិសាចឯណាដែលពួកគេហ៊ានធ្វើដូច្នេះបិសាចម្នាក់ទៀតក៏ថាមនុស្សពុករលដូចជាឯងគួរតែបណ្ដេញចេញអំពីកុសលពន្ធលបងឆ្កែក៏នៅតែបញ្យល់ថាបើពួកឯងមិនជឿយើងនោះទេពួកឯងឆាប់ទៅសួរពួកបរិសុទ្ធទាំងអស់នោះព្រាមទៅតែពេលនោះគាត់ក៏បានឃើញទៅកាន់គូស្នេហ៍របស់គាត់ហើយគាត់ក៏ប្រាប់ឲ្យនាងឆាប់បកស្រាយប្រាប់មនុស្សគ្រប់គ្នាព្រាមទៅតែវាពិតជាផ្ទុយអំពីការកើតរបស់គាត់នាងក៏បាននិយាយថាម្ចាស់កុសលពន្ធខ្ញុំពិតជាបានឃើញតែកាន់អជិញចូលក្នុងវិមានដ៏បរិសុទ្ធហើយគេថែមទាំងបបួលនាងនឹងទៅជាមួយទៀតផងហើយសោមួយនេះហើយគឺជាកណ្ដឹងដែលគាត់បានប្រកល់វាមកឲ្យខ្ញុំពុទ្ធិចាក៏សួរបញ្ជាក់តើវាគឺជាកំណត់ទ្របដែលអជិញបកលឲ្យឯងមែនទេចំណែកតែអជិញវិញក៏ពិតជាខឹងខ្លាំងមែនតែស្ត្រីចុយគេពិតជាបានស្រឡាញ់តែការនាងស្មោះអស់ពីដួងចិត្តក៏ប៉ុន្តែបើជានាងមកធ្វើបែបនេះទៅកាន់គេទៅវិញឪពុកអឈិញក៏បាននិយាយថាមើលទៅឯងពិតជាបាននិយាយក៏ហកហើយឯងក៏មិនទោសថាយើងគឺជាឪពុកដ៏ខុសខើអីសោះយើងនឹងដាក់ទោសឯងធ្វើជាសសហៅអស់រយៈពេល10ឆ្នាំបើឯងនៅតែមិនទាន់ដឹងកំហុសទៀតកុំគិតសម័យថានឹងអាចប្រែកលាធ្វើជាមនុស្សបានអីសោះអឈិញក៏ពិតជាបានស្រែកប្រពន្ធដោយស្ដីឈឺចាប់ជាលទ្ធផលគេក៏បានខ្លាចជាសត្វឆ្កែដូចជាបច្ចុប្បន្នតែគេពិតជាបានខំជំនាញឈិញឆាំងខ្លាំងមែនទែនគាត់ក៏បានស្បត់ថាថ្ងៃណាមួយក៏ប្រកាសជានឹងសងសឹកនាងជាជាមិនខានក៏ដល់ត្រង់នេះអឈិញក៏បានសម្បត្តិទឹកភ្នែកជេហ្វឹងក៏បានឆ្ងល់ហើយថាហើយបើជាឯងសម្បត្តិទឹកភ្នែកដូច្នេះចឹងមិនអីនោះទេចាំលើកក្រោយយើងប្រកាសជានឹងរកគូឯងមួយតែពេលនោះអឈិញក៏បានមានអារម្មណ៍ថាសមាជិកនៃតកូលរបស់គេនឹងផ្ញើសារមកវាប្រែថាពេលវេលាដែលគេបានរស់នៅជាមួយនឹងយេហ្វឹងនឹងធ្វើឲ្យកម្រិតនៃការដំណើររបស់គេបានកើនឡើងរហូតដល់ស្ដេចបិសាចតែគេមិនដឹងនោះទេថាដំណើរមួយនេះល្អឬក៏អាក្រក់បន្ទាប់ពីធ្វើដំណើរមកដល់ទីកន្លែងណាត់ជួបគាត់ក៏បានដឹងហើយថាតាមពិតទៅអឈិញចឹងតើអ្នកហ៊
ធីនៅតែមករកខ្ញុំទៀតនាងក៏បានតបថាវាហាក់បីដូចជាឯងនៅតែមិនតាមផ្លូវយើងអរជិញបន្តមកសេរីរបស់យើងនេះភាគមួយនេះគឺត្រូវបានកោះចាប់អត់ត្រឹមនឹងគឺមានតែរងចាំទស្សនានៅភាពបន្តជាមួយនឹង admin នោះទេហើយបើមានកំហុសខុសឆ្គងត្រង់ជាមួយអ្នកអីសូមមេត្តាខន្តីអភ័យទោស admin ផងណាបាទហើយសម្រាប់អ្នកក្លាហានរងណាដែលចង់ឧបត្ថម្ភមកកាន់ admin អីគឺឲ្យឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបាន admin គឺមានតែអរគុណនិងជូនពរដល់ទាំងអស់គ្នារកស៊ីទទួលទានមានបានទៅណាមកណាប្រកបដោយសុវត្ថិភាពពេលនេះពីសំណាក់ admin បាយបាយជួបគ្នានៅក្នុងវីដេអូក្រោយ